ជនជាតិដើមភាគតិចផនខ្ញុំបើសិនគ្មានសន្តិភាពគឺមិនមានទេទៀតបាទបើយើងអត់មានសន្តិភាពជនជាតិដើមភាគតិចរបស់យើងខ្ញុំក៏បើមិនមានដែរបាទខ្ញុំបាទសូមជម្រាបសួរហើយខ្ញុំបាទនឹងឈ្មោះផុនសរិទ្ធនៅភូមិស្ទឹងថ្មីម៉ុងរីតួនាទីគណៈកម្មការជនជាតិដើមភាគតិចពោះបាទជម្រាបពួកគាត់ថាជនជាតិរបស់ផុនយើងគឺមានអត្តសញ្ញាណឡើងវិញហើយនៅក្នុងវេលាស្អែកពេលនោះគាត់សប្បាយចិត្តអ្នកគ្រូឃើញមកទាំងកូនមកទាំងចៅទាំងអស់គឺសប្បាយណាស់គឺសប្បាយរីករាយបានអត្តសញ្ញាណជនជាតិដើមភាគតិចដែលបានមានមកថ្ងៃនេះចំណាប់អារម្មណ៍ខ្លួនឯងផ្ទាល់គឺខ្ញុំយល់ថាជនជាតិដើមភាគតិចផនខ្ញុំបើសិនគ្មានសន្តិភាពគឺមិនមានទេទៀតបាទបើយើងអត់មានសន្តិភាពជនជាតិដើមភាគតិចរបស់យើងខ្ញុំក៏បើមិនមានដែរហើយថ្ងៃនេះទៀតសោតដោយសារថាសន្តិភាពយើងនៅតែមានអញ្ចឹងជនជាតិដើមភាគតិចយើងនឹងកើតមកវិញនៅក្នុងថ្ងៃនេះបាទខ្ញុំមានអារម្មណ៍សប្បាយចិត្តរីករាយមែនតើតាំងពីកើតមកខ្ញុំមិនដែលបានទទួលស្គាល់សោះទៅពីថ្ងៃហ្នឹងជាលើកទី1ហើយលើកដំបូងបំផុតហើយខាងជនជាតិពោះពួកខ្ញុំមានសេចក្តីសប្បាយរីករាយមែនតើមកទាំងកូនទាំងចៅទាំងអស់រាល់នោះគ្នាមកទទួលគាត់មកចូលរួមទៅសាក់ស្រាំបណ្ដោយគាត់បន់ទៅឲ្យតែគេធ្វើមកអាលគាត់បានមានអត្តសញ្ញាណរបស់គាត់បានទទួលស្គាល់របស់គាត់នោះគាត់អរមែនតើគាត់មានទំនៀមទម្លាប់ប្រពៃណីគាត់ពីដូនពីតាមកមានកន្លែងណាមានព្រៃតាណាដែលគាត់ត្រូវគោរពបូជាអញ្ចឹងគាត់មានអត្តសញ្ញាណហ្នឹងគាត់អាចធ្វើបានគាត់អត់ខ្លាចខ្មាស់គេដូចមុនទៀតទេសំខាន់មែនតើនេះសំខាន់ខ្លាំងបណ្ដោយដល់ផលប្រយោជន៍សម្រាប់ជនជាតិខ្ញុំផ្ទាល់ណាអ្នកគ្រូបានទទួលស្គាល់ថាខ្ញុំមានប្រពៃណីខ្ញុំមានទំនៀមទម្លាប់មិនឲ្យខ្ញុំដូចពីមុនមកខ្មាស់គេខ្លាចគេថាអញ្ចេះថាអញ្ចោះយើងមានជនជាតិហ្នឹងខ្លាចគេដៀលគេថ្មីអញ្ចឹងណាអ្នកគ្រូដល់ពេលឥឡូវគាត់បានទទួលស្គាល់ហើយខ្ញុំអរគុណណាខាងក្រសួងគាត់លើកដំកើងខាងជនជាតិរបស់នាងខ្ញុំហ្នឹងគឺខ្ញុំអរមែនតើចឹងបាទខ្ញុំថ្លែងអំណរគុណម្ដងហើយម្ដងទៀតដល់រាជរដ្ឋាភិបាលដល់អ្នកដឹកនាំគ្រប់លំដាប់ថ្នាក់តាំងពីកម្ពុជារហូតមកណាទៀតណាបាទបដិញ្ញាចិត្តព្រោះអីអាហ្នឹងជាទំនៀមទម្លាប់របស់ខ្ញុំខ្ញុំបដិញ្ញាចិត្តនឹងថែរក្សាប្រពៃណីហើយប្រពៃណីដែលពីមុនមកដែលចាស់គាត់បាត់បង់ខ្លះយើងសួរចាស់ទៅអាចបង្រៀនដល់ក្មេងៗជំនាន់ក្រោយទៀតបាននោមពរដល់បើមានបណ្ដាអង្គការឬខាងក្រសួងខាងអីក៏ដោយអ្នកណាក៏ដោយឲ្យតែគាត់មានពាក្យពាន់ហ្នឹងមកគាត់ចង់ជួយខាងជនជាតិដើមភាគតិចរបស់ខ្ញុំពណ៌នេះឲ្យគាត់សូមគាត់នឹងជួយឧបត្ថម្ភជួយអភិវឌ្ឍនៅក្នុងភូមិរបស់ខ្ញុំផង